មោទនភាពហ្នឹងហើយហ្នឹងចង់និយាយទៅជាមួយនឹងរឿងមោទនភាពតិចទាក់ទងថាចង់គេបលិចដើម្បីលើកតម្កើងខ្លួនឯងហើយសម្ដែងចេញឲ្យគេឃើញថាខ្លួនឯងមានមោទនភាពវាថាលើកអសើរលើកឱកាសពីខ្លួនឯងខ្ញុំដឹងថាគាត់យល់យ៉ាងម៉េចទេជាមួយទាក់ទងរឿងហ្នឹងក្នុងការទៅជន់ក្បាលណាម្នាក់ឲ្យលើកតម្កើងខ្លួនឯងថាខ្លួនឯងអស្ចារ្យខ្លួនឯងតែមានមោទនភាពខ្លួនឯងចំពោះខ្លួនឯងទៅខ្ញុំក៏ដឹងថាគាត់មានមោទនភាពបែបណាហ្នឹងហើយបើមិនអ្នកនរអាចធ្វើចឹងក៏មានថាយើងទៅជន់ក្បាលគេដើម្បីឈួរឲ្យធ្វើខ្លួនឯងខ្ពស់ទៀតវាបើសិនខ្ញុំធ្វើចេញហើយខ្ញុំគុំនឹងថាមានមោទនភាពនៅចំណុចណាដែរយើងទៅសិនទៅជន់ក្បាលណាគេម្នាក់ហើយយើងធ្វើខ្លួនឯងមានមោទនភាពធ្វើឲ្យខ្លួនឯងខ្ពស់ធ្វើឲ្យខ្លួនឯងអស្ចារ្យទាំងតែតាមពិតទៅយើងជន់លើក្បាលគេយល់ទេខ្ញុំមិនដឹងថាអាហ្នឹងវាធ្វើឲ្យអ្នកគ្នាឬក៏ម្នាក់ដែលមានមោទនភាពហ្នឹងគាត់មានមោទនភាពដល់របៀបណាយើងឃើញហើយវាមានច្រើននៅបច្ចុប្បន្ននេះឃើញទាក់ទងជាមួយនឹងការនិយាយបន្ទោសអាប់នរណាម្នាក់ដូចមកលើកឧស្សាហ៍ពីខ្លួនឯងហ្នឹងហើយចេះស្ដីអ្នកនេះហើយលើកឧស្សាហ៍ខ្លួនឯងថាខ្លួនឯងល្អចេះល្អចុះតែបន្ទោសអាប់គេអាហ្នឹងឯងវាជាការជន់ប្រលិចគេហើយមកលើកឧស្សាហ៍ខ្លួនឯងឃើញមានច្រើនតែខ្ញុំអត់និយាយទេថាខ្ញុំនិយាយជាមួយអ្នកណាអត់ទេខ្ញុំនិយាយវាទូទៅទស្សនវិជ្ជាទូទៅនៅក្នុងសង្គមណាខ្ញុំអត់និយាយឧទាហរណ៍ពីនរណាម្នាក់ហើយខ្ញុំក៏តោងគេដែរណាយល់តាមហ្នឹងដែរទោះថាធ្វើបានអត់បើម្នាក់ហ្នឹងក៏អត់គិតផងវាមិនបើគាត់គិតតែពីផលប្រយោជន៍ខ្លួនឯងក៏អត់គិតផលប្រយោជន៍គេផងក៏អត់គិតពីផលប៉ះពាល់ផងក៏អត់ខ្វល់ថានឹងផ្ដល់អីដល់សង្គមផងហ្នឹងហើយផលល្អគាត់អត់បានគិតប៉ុណ្ណឹងគាត់គិតតែពីគូនគាត់ថាឲ្យតែគាត់បានខ្ពស់ឲ្យគាត់បានល្អឲ្យគាត់បានអីទៅបានហើយមិនផ្សេងមិនខ្វល់ទេហ្នឹងហើយដើរចង់ក្បាលគេទៅពីវិញទៅបើចាំខ្វល់ទេអាហ្នឹងវាជាផ្នត់គំនិតរបស់គាត់ដែលអាចគាត់ធំធាត់មកដោយក្នុងសង្គមបែបហ្នឹងគាត់ធំធាត់មកក្នុងបរិយាកាសបែបហ្នឹងគ្រួសារគាត់រៀនកំណត់ចឹងអីចឹងទៅខ្ញុំជឿថារឿងចឹងមិនមែនមនុស្សយើងចេះខ្លួនឯងទេយល់អត់ខ្ញុំប្រាប់អ្នកនរនេះមនុស្សកើតមកគឺក្តារសទេបើគេមិនបរៀនគឺអត់ចេះទេអញ្ចឹងរឿងចឹងដោយសារតែគាត់ឃើញនឹងភ្នែកស្ដាប់ឮនឹងតិចអីចឹងទៅបានគាត់យកមកធ្វើអញ្ចឹងតាក់ទងអាហ្នឹងគឺដោយសារតែខ្ញុំគាត់ខ្ញុំបន្ទោសពួកគាត់ដែរហ្នឹងហើយដោយសារតែគាត់យើងធំធាត់មកក្នុងបរិយាកាសផ្សេងគ្នាក្នុង environment ផ្សេងគ្នាអញ្ចឹងទៅវាតាក់ទងមួយគ្រួសារតាក់ទងមួយមិត្តភក្តិតាក់ទងនឹងមនុស្សជុំវិញខ្លួនយើងអញ្ចឹងណាអាហ្នឹងវាតាក់ទងរឿងអញ្ចឹងព្រោះតែកែផ្នត់គំនិតអញ្ចឹងគាត់បានអត់វាពិបាកក្នុងការកែបើសិនជាមានអ្នកគ្រប់គ្រងផ្នត់គំនិតអញ្ចឹងយល់ទេអញ្ចឹងហើយវាត្រូវមកមើលលើអ្នកនរវិញនេះតែកម្មភាពរបស់អ្នកនរបច្ចុប្បន្ននេះអ្នកនរដែលជាអ្នកគ្រប់គ្រងអ្នកនិយាយអ្នកអុកបណ្ដាញគុំអ្នកលេង Facebook នេះគ្រប់គ្រងទៅលើសកម្មភាពចឹងអត់បើអ្នកគ្រប់គ្រងលើសកម្មភាពចឹងគាត់នឹងបន្តធ្វើឲ្យសកម្មភាពអញ្ចឹងតែអញ្ចឹងដើមហើយដំបូងមកពីណាគេខ្ញុំមិនធានទៅបន្ទោសអ្នកអស់នេះទេប៉ុន្តែយើងគួរតែគិតមើលដែរបើយើងទៅគ្រប់គ្រងអញ្ចឹងគាត់មិនត្រូវធ្វើអញ្ចឹងបើយើងអត់គ្រប់គ្រងទៅគាត់ជប់ធ្វើយល់អត់អ្នកអស់នេះក៏បានរួមចំណែកនៅក្នុងនឹងមួយដែរហ្នឹងហើយហ្នឹងខ្ញុំក៏ផ្ដាំផ្ញើឲ្យគិតកុំគ្រប់គ្រងអីដែលវាអត់មានផលប្រយោជន៍ដល់សង្គមកុំគ្រប់គ្រងអីដែលអត់មានគួតឡប់កុំធ្វើគ្រប់គ្រងវិញទៅអញ្ចឹងវាអត់មានផលប្រយោជន៍អីដល់អ្នកទាំងអស់គ្នាទេហើយក៏វាអត់មានផលប្រយោជន៍អីដល់សង្គមយើងដែរយល់ទេអញ្ចឹងហើយតាមផ្ញើឲ្យគិតចេះពិចារណាចេះគិតចេះទៅរីចេះពិចារណាហ្នឹងហើយប៉ុណ្ណឹងហើយ